ជាថ្មីម្ដងទៀតដែលលោកដូណាល់ត្រាំប្រកាសចង់វាយប្រហារប្រទេសកុយបាសួស្តីបងប្អូនទាំងគ្នាវីដេអូថ្ងៃនេះគឺខ្ញុំនឹងនិយាយតាក់ទងទៅនឹងប្រទេសកុយបាព្រោះថាមានព័ត៌មានជាច្រើនដែលបានចុះផ្សាយអំពីប្រទេសកុយបានេះឯងប្រជាជនកុយបាបានដង្ហែក្បួននៅថ្ងៃទិវាពលកម្មនៅទីក្រុងហាវ៉ាណាចំពេលមានទណ្ឌកម្មថ្មីរបស់សហរដ្ឋអាមេរិកបទបញ្ជាប្រតិកម្មមួយដែលបានចុះហត្ថលេខាកាលពីថ្ងៃសុក្រដោយប្រធានាធិបតីលោកដូណាល់ត្រាំផ្ដោតលើរដ្ឋមន្ត្រីវិស័យធម្មពលការពារជាតិហិរញ្ញវត្ថុឬសន្តិសុខនៃសេដ្ឋកិច្ចកុយបាបងប្អូនទាំងអស់គ្នាត្រង់នៃនេះចង់បញ្ជាក់ថានៅពេលដែលប្រជាពលរដ្ឋនៃប្រទេសកុយបាហ្នឹងកំពុងតែធ្វើពិធីដង្ហែក្បួននៃទិវាពលកម្មស្រាប់តែសហរដ្ឋអាមេរិកដែលមានការដឹកនាំដោយលោកដូណាល់ត្រាំហ្នឹងបានប្រកាសដាក់ទណ្ឌកម្មទៅលើប្រទេសកុយបាចំពេលហ្នឹងតែម្ដងហើយការដាក់ទណ្ឌកម្មហ្នឹងគឺផ្ដោតសំខាន់ទៅលើវិស័យធម្មពលហិរញ្ញវត្ថុនិងសេដ្ឋកិច្ចរបស់កុយបានេះតែម្ដងហើយរដ្ឋមន្ត្រីការបរទេសកុយបាលោក Bruno Rodriguez បានថ្កោលទោសការដាក់ទណ្ឌកម្មនេះថាសហរដ្ឋអាមេរិកធ្វើនេះគឺខុសច្បាប់និងរំលោភបំពានបងប្អូនការដែលសហរដ្ឋអាមេរិកដាក់ទណ្ឌកម្មប្រទេសកុយបាបណ្ដាលឲ្យមានការដាច់ចរន្តអគ្គិសនីយ៉ាងទូលំទូលាយនិងកង្វះខាតប្រេងឥន្ធនៈយ៉ាងច្រើនបងប្អូនទាំងអស់គ្នាលោកដូណាល់ត្រាំហ្នឹងតាំងពីគាត់ឡើងដឹកនាំប្រទេសលើកទី2គាត់បានប្រកាសជារឿយៗមកហើយថាគាត់ហ្នឹងចង់បានការផ្លាស់ប្ដូរមួយជាពិសេសគឺផ្លាស់ប្ដូរមេដឹកនាំប្រទេសកុយបានេះតែម្ដងដោយសារតែគាត់យល់ឃើញថាប្រទេសនេះគឺកុម្មុយនីសហើយជាពិសេសនៅក្បែរអាមេរិកខ្លាំងមែនទែនដោយសារតែដូច្នេះហើយទើបគាត់មានដំណងមួយចង់បដូររំលំហើយចង់ផ្លាស់ប្ដូរមេដឹកនាំប្រទេសនេះចោលតែម្ដងជាបន្តទៀតបងប្អូនលោកត្រាំបាននិយាយថានៅតាមផ្លូវត្រឡប់មកពីប្រទេសអ៊ីរ៉ង់វិញយើងនឹងមាននាវាផ្ទុកយន្តហោះដ៏ធំរបស់យើងមួយគ្រឿងប្រហែលជានាវាផ្ទុកយន្តហោះ USS Abraham Lincoln នឹងចូលទៅក្បែរប្រទេសពួកគេហើយពួកគេនឹងចុះចាញ់តែម្ដងអានេះគឺជាពាក្យសម្ដីរបស់លោកដូណាល់ត្រាំដែលគាត់ប្រកាសគម្រាមទៅលើកុយបានេះឯងបងប្អូនទាំងអស់គ្នាសហរដ្ឋអាមេរិកនិងកុយបាមានទំនាក់ទំនងតានតឹងនឹងគ្នាចាប់តាំងពីលោក Fidel Castro កុម្មុយនីសបានផ្ដួលរំលំរដ្ឋាភិបាលដែលគាំទ្រដោយសហរដ្ឋអាមេរិកក្នុងឆ្នាំ1959ការហាមឃាត់សេដ្ឋកិច្ចនិងពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិកលើប្រទេសកុយបាត្រូវបានអនុម័តចាប់តាំងពីឆ្នាំ1960មកបងប្អូនទាំងអស់គ្នាព័ត៌មានខាងលើគឺខ្ញុំបានដកស្រង់ចេញពីសារព័ត៌មាន BBC អានេះគឺជាការដកស្រង់មួយច្បាច់យកព័ត៌មានសំខាន់ៗយកមកចែករំលែកប្រាប់បងប្អូនទាំងអស់គ្នាជាបន្តទៀតខ្ញុំនឹងនិយាយអំពីគោលគំនិតហើយនិងបំណងរបស់ខ្ញុំម្ដងបញ្ជាក់នេះជាគំនិតរបស់ខ្ញុំធម្មតាវាអាចនឹងខុសឬក៏ដូចគំនិតរបស់បងប្អូនទាំងអស់គ្នាតែនេះគ្រាន់តែជាការយល់ឃើញរបស់ខ្ញុំតែប៉ុណ្ណោះសម្រាប់ខ្ញុំមើលឃើញថាមិនយូរនោះទេប្រទេសកុយបានឹងត្រូវផ្លាស់ប្ដូរដ៏ធំមួយបើមិនព្រមចុះចាញ់សហរដ្ឋអាមេរិកនោះទេគឺច្បាស់ណាស់អាមេរិកក្រោមការដឹកនាំរបស់លោកត្រាំនឹងវាយប្រហារកុយបាជាជាមិនខានហេតុផលដែលខ្ញុំយល់ដូច្នេះព្រោះថាកុយបាជាប្រទេសកុម្មុយនីសផ្ដាច់ការមួយដែលនៅជិតអាមេរិកបំផុតដូច្នេះអាមេរិកដែលជាប្រទេសបិតាប្រជាធិបតេយ្យមិនទុកពួកគេដែលជាសត្រូវឲ្យនៅក្បែរខ្លួននោះឡើយចំនួនប្រធានាធិបតីណាខ្ញុំមិនដឹងទេតែសម្រាប់លោកត្រាំមួយខ្ញុំតាមដានគាត់យូរដែរហើយគឺគាត់ជាមេដឹកនាំប្រទេសអាមេរិកលើកនេះហាក់ចង់កម្ចាត់ចោលទាំងអស់រាល់ប្រទេសណាដែលដឹកនាំផ្ដាច់ការតួយ៉ាងដូចប្រទេសវេណេស៊ុយអេឡានិងអ៊ីរ៉ង់ជាដើមដែលដឹកនាំផ្ដាច់ការរំលោភសិទ្ធិមនុស្សដូច្នេះអាមេរិកនឹងមិនទុកពួកគេទេម្យ៉ាងទៀតខ្ញុំមើលឃើញថាលោកត្រាំគាត់ជាអ្នកជំនួញអ្នករកស៊ីមុនគាត់ឡើងមកធ្វើជាប្រធានាធិបតីគាត់មិនដែលក្រឡាខាតបង់នោះទេនៅពេលគាត់បំបាក់លោកម៉ាដូរ៉ូនៃប្រទេសវេណេស៊ុយអេឡាបានប្រទេសនេះចាប់ផ្ដើមរកស៊ីជាមួយអាមេរិកវិញពិសេសខាងវិស័យប្រេងនិងរ៉ែជាដើមកាលពីប្រហែលសប្តាហ៍មុនព័ត៌មានមួយបានចុះផ្សាយថាក្រុមហ៊ុនអាមេរិកបានទៅវិនិយោគនៅប្រទេសវេណេស៊ុយអេឡាមានតម្លៃទឹកប្រាក់រហូតដល់$500,000 លានអានេះគឺជាចំនួនមួយដែលច្រើនមែនទែនបងប្អូនទាំងអស់គ្នាហើយប្រសិនបើប្រទេសកុយបាចុះចាញ់ការគំរាមរបស់អាមេរិកនោះច្បាស់ណាស់ពួកគេក៏អាចចាប់ដៃគ្នារកស៊ីជាមួយអាមេរិកឡើងវិញផងដែរហើយនឹងទទួលបានផលទាំងសងខាងតែបើមិនព្រមចុះចាញ់នោះទេច្បាស់ណាស់ជាមួយលោកដូណាល់ត្រាំជាមនុស្សចិត្តឆៅផងគាត់នឹងវាយកុយបាដោយការគំរាមរបស់គាត់ពិតមែនគាត់មិននិយាយលេងនោះទេអ្វីដែលគាត់និយាយហើយគឺគាត់តែតែធ្វើហើយបងប្អូនទាំងអស់គ្នាវីដេអូនេះបានមកដល់ទីបញ្ចប់ហើយប្រសិនបើបងប្អូនទាំងអស់គ្នាមានមតិអីចង់ comment គឺអាច comment ខាងក្រោមវីដេអូបានបាទសូមអរគុណ